សម្រាប់ព័ត៌មានកីឡាជាតិចុងក្រោយនេះតកតងទៅនឹងជំនួបដំបូងរបស់ក្រុម Sport New ក្នុងពានរង្វាន់ Sport KH Futsal Cup ឆ្នាំ2015ចាញ់ក្រុមអាជ្ញាធរទន្លេសាបដែលជាម្ចាស់ពាន GZ ក្រុម Sport New ដែលជាក្រុមសារព័ត៌មានកីឡាចម្រុះស្ថាប័នកាលពីចុងសប្តាហ៍នេះនៅក្នុងជំនួបទី1នៃការប្រកួតពានរង្វាន់ Sport KH Futsal Cup 2015ប្រកួតចាញ់ក្រុមអាជ្ញាធរទន្លេសាបក្នុងលទ្ធផល3-6ដែលគេស្គាល់ថាជាក្រុមខ្លាំងមួយនៅក្នុងពាននេះនិងជាក្រុមធ្លាប់ដណ្ដើមបានជើងឯកពានរង្វាន់ GZ ឆ្នាំ2015លោកស្រីមេងជ្រុនប្រធានក្រុមបាល់ទាត់ក្រុម Sport New បានលើកឡើងជុំវិញការប្រកួតនេះថាការដែលក្រុមប្រកួតចាញ់នាពេលនេះមកពីក្រុមរបស់លោកមិនទាន់រៀបចំបានត្រឹមត្រូវហើយលោកបានចាត់ទុកការចាញ់នេះជាបទពិសោធន៍សម្រាប់ពីប្រកួតក្រោយដែលនៅសេសសល់សម្រាប់ក្រុម Sport New ក្នុងពូលលោកសឹមពិសិដ្ឋប្រធានក្រុមអាជ្ញាធរទន្លេសាបបានឲ្យដឹងផងដែរថាការចូលរួមនេះសម្រាប់ពួកក្រុមខ្ញុំគឺគិតថាវាមានសារៈប្រយោជន៍ណាស់ទី1ដើម្បីជួយលើកស្ទួយកីឡាជាតិទី2ទៀតដើម្បីក្រុមខ្ញុំផ្ទាល់តែម្ដងមានសុខភាពល្អដើម្បីកុំឲ្យយើងកាត់បន្ថយពេលវេលាផ្សេងៗដើម្បីមកហាត់ប្រាណវិញដើម្បីសុខភាពក្រុមខ្ញុំកាលពីមុននេះកាលពីដើមឆ្នាំពួកខ្ញុំធ្លាប់ចូលរួមប្រកួតក្រុមគេហៅថា GIZ Cup ដែលរៀបចំដោយពួកមានបរទេសមានឡម៉ង់មានអីនោះពួកខ្ញុំចូលរួមប្រកួតលើកទី1អត់មានការហាត់អីទេកាលនោះហាត់បាន2ប្រកួតទេហាត់បាន2ដងហើយយើងចូលលេងទៅមិនដឹងជាមិនសំណាងល្អពួកខ្ញុំបានលេខ1បានលើកពានហើយឥឡូវលើកនេះក្រោយពីដាក់តំងមកចូលរួមប្រកួតមកហ្នឹងពួកខ្ញុំមានពេលជួបគ្នាតែនិយាយទៅជួបគ្នាបានតែសៅរ៍អាទិត្យទេអញ្ចឹងយើងដាក់តំងនេះមុនការប្រកួត2អាទិត្យអញ្ចឹងយើងបានជួបគ្នាបានតែ2ដងទេបាទហើយបានលេងនេះថ្ងៃនេះពួកខ្ញុំលេងហ្នឹងអស់កម្លាំងមែនទេគឺក្រុមខ្ញុំគឺទុនទាំងអស់គ្នាបាទលោកផល្លាដែលរៀបចំការប្រកួតបានបញ្ជាក់ឲ្យដឹងថាការប្រកួតពានរង្វាន់ KH Futsal Cup 2015នេះមានក្រុមដែលមិនមែនអាជីពចូលរួមចំនួន16ក្រុមដោយធ្វើការប្រកួតចែកចេញជា4ពូលធ្វើការប្រកួតតាមរូបមន្តប្រកួតជម្រុះក្នុងពូលហើយក្រុមដែលមានពិន្ទុខ្ពស់ក្នុងពូលទាំងពីរទៅប្រកួតខ្វែងពូលជាមួយក្រុមផ្សេងទៀតសម្រាប់ខាប់យើងនេះចំពោះការប្រកួតក្នុងវគ្គជម្រុះក្នុងពូលយើងមាន4ទីលានដែលក្នុងហ្នឹងយើងមាន8ប្រកួតក្នុងមួយថ្ងៃប៉ុន្តែពេលដល់វគ្គបន្តទៅយើងសល់តែ2ទីលានទេបាទក៏ប៉ុន្តែវាជាលើកទី2សម្រាប់ខាងយើងរៀបចំណាខាងយើងរៀបចំលើកទី2កាលពីមុនមកកាលពីឆ្នាំ2014 2013 2014យើងបានរៀបចំម្ដងនេះសម្រាប់ឆ្នាំ2015ចំពោះក្រុមកីឡាករដែលគាត់ដាក់ពាក្យមកមានការកើនឡើងច្រើនជាងមុនហើយចំពោះកីឡាករដែលលេងក៏មានចំនួនច្រើនជាងមុនដែរសារក្រុមដោយសារយើងបានតាមមុនយើងកំណត់ត្រឹមតែ10នាក់សារនេះយើងកំណត់បានរហូតដល់12នាក់ក្នុងមួយក្រុមយើងរៀបចំនេះដើម្បីយើងជួយបង្កើនចំនួនអ្នកលេងកីឡាណាគាត់មានដោយសារយើងឃើញចំនួនអ្នកលេងកីឡាការច្រើនទៅអញ្ចឹងណាអញ្ចឹងយើងជួយរួមចំណែកមួយដើម្បីលើកស្ទួយវិស័យកីឡាហើយមួយទៀតដោយសារឃើញការលេងបាល់ទាត់តាម Futsal ហ្នឹងមានការកើនឡើងប៉ុន្តែដោយសារពេលគាត់លេងគាត់ដឹងថា rule Futsal មិនអីទេអញ្ចឹងយើងលេងនេះគឺដើម្បីបង្កើតទៅជា rule គាត់ដឹងថាពេលលេង Futsal តែគាត់មាន rule យ៉ាងម៉េចដោយសារយើងមានអាជ្ញាកណ្ដាលរបស់យើងចាំតែគាត់មានចែកជា rule ជាអីអញ្ចឹងណាហើយមិនដោយសារពេលណាគាត់ពេលណាយុវជនយើងគាត់រង្វែកខ្លួនមកលេងកីឡាអញ្ចឹងទៅអញ្ចឹងធ្វើឲ្យគាត់ជិះឆ្ងាយពីគ្រឿងញៀនផ្សេងជាចុងក្រោយខ្ញុំអត់មានអីទេខ្ញុំគាត់ចង់សុំឲ្យប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាបង្វែរពីការធ្វើអំពើផ្សេងដែលសង្គមមិនទទួលស្គាល់សូមបង្វែរខ្លួនទាំងអស់មកចូលលេងកីឡាទាំងអស់គ្នាហើយកីឡាដើម្បីសុខភាពហើយក៏វាជាផ្នែកមួយដែលជំរុញឲ្យយើងចេះស្វែងយល់ពីច្បាប់សង្គមដែរបើយើងចេះគោរពច្បាប់កីឡាយើងក៏ប្រហែលជាអាចគោរពច្បាប់សង្គមដូចគ្នាសូមបញ្ជាក់ថាពានរង្វាន់ Sport KH Futsal Cup 2015នេះមានរយៈពេលប្រកួតចំនួន8សប្តាហ៍ចំពោះរង្វាន់ Sport KH Futsal Cup 2015ក្រុមដែលដណ្ដើមបានជ័យលាភីលេខ1ទទួលបានទឹកប្រាក់4លានរៀល